ហើយអ្វីបានជាម្ចាស់អាជីវកម្មឬក៏ self-employed borrower មួយចំនួនមានការលំបាកនៅក្នុងការស្នើសុំកម្ចីទិញផ្ទះពីធនាគារជាជាងការស្នើសុំកម្ចីទិញផ្ទះពី mortgage brokers ជាទូទៅធនាគារមាន guideline តឹងរ៉ឹងនៅក្នុងការផ្ដល់កម្ចីដើម្បីកាត់បន្ថយហានិភ័យធនាគារចាត់ផ្ដល់កម្ចីដែលត្រឹមត្រូវទៅតាមស្តង់ដាររបស់ Fannie Mae, Freddie Mac ឬក៏ government loan ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើភស្តុតាងចំណូលជាប្រពៃណីដូចជា W2 ឬក៏ tax return ជាដើមដូច្នេះប្រសិនបើបងប្អូនប្រកាសចំណូលតិចនៅក្នុង tax return នោះបងប្អូននឹងមានការលំបាកនៅក្នុងការស្នើសុំកម្ចីទិញផ្ទះពីធនាគារចំណែក mortgage broker គឺគាត់ partner ជាមួយ wholesale lender ជាច្រើនជាក់ស្ដែងដោយ mortgage broker ដែលខ្ញុំកំពុងធ្វើការសប្តាហ៍ជាមួយគឺគាត់ partner ជាមួយ wholesale lender រហូតដល់150 lender ឯណោះសម្រាប់ wholesale lender ក្រៅពីផ្ដល់កម្ចីដែលត្រឹមត្រូវទៅតាមស្តង់ដាររបស់ Fannie Mae, Freddie Mac ឬក៏ government loan wholesale lender ក៏ផ្ដល់កម្ចីដែលមិនត្រឹមត្រូវទៅតាមស្តង់ដារផងដែរកម្ចីដែលមិនត្រឹមត្រូវតាមស្តង់ដារគឺជាកម្ចីដែលយើងអាចប្រើប្រាស់ឯកសារផ្សេងៗមកជំនួស tax return ឬក៏ W2 ដូច្នេះប្រសិនបើបងប្អូនត្រូវបានបដិសេធឲ្យធនាគារដោយសារតែបងប្អូនប្រកាសចំណូលតិចនៅក្នុង tax return បងប្អូនអាចមកពិភាក្សាជាមួយខ្ញុំដោយឥតគិតថ្លៃដើម្បីយើងពិនិត្យមើលថាតើយើងមានជម្រើសអ្វីផ្សេងទៀតសម្រាប់បងប្អូននាងខ្ញុំឈ្មោះ Marina ជា loan officer នៅសហរដ្ឋអាមេរិកនាងខ្ញុំមាន license នៅរដ្ឋ Texas, California និង Washington សម្រាប់បងប្អូនដែលនៅរដ្ឋផ្សេងៗហើយមានបំណងចង់ទិញផ្ទះបងប្អូនក៏នៅតែអាចតាក់ទងមកខ្ញុំបានពីព្រោះនាងខ្ញុំមាន team ដែលមាន license នៅរដ្ឋផ្សេងៗផងដែរ